ប្រើប្រាស់ Gmail រាល់ថ្ងៃបងប្អូនយើងមានទាំងអត់តែ Gmail របស់អ្នកទាំងអស់គ្នាបានភ្ជាប់ជាមួយនឹងកម្មវិធីឬក៏ website ណាខ្លះនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបការឆែកមើលសម្រាប់អ្នកថ្មីណាតែបើបងប្អូនយើងគាត់អ្នកចេះហើយអ្នកគ្នាអាចធ្វើការអូសលំលងបានអញ្ចឹងអ្នកគ្នារបៀបការឆែកអ្នកគ្នាចូលក្នុង Gmail មកបាទយើងចង់ដឹងថា Gmail របស់យើងនឹងបានភ្ជាប់ជាមួយនឹងកម្មវិធីឬក៏ website ណាខ្លះដែលយើងអត់ស្គាល់អញ្ចឹងណាដើម្បីយើងលុបវាចេញហ្នឹងហើយបន្តមកទៀតអ្នកគ្នាអាចធ្វើការចូលទៅលើ profile របស់អ្នកទាំងអស់គ្នាមកបាទហើយអ្នកគ្នារកពាក្យកន្លែងថាការគ្រប់គ្រង Google ហ្នឹងមកអ្នកទាំងអស់គ្នាបាទអញ្ចឹងបន្តទៀតអ្នកគ្នាអូសចុះក្រោមបន្តិចមកអ្នកគ្នានឹងឃើញពាក្យគេថាកម្មវិធីដែលបានភ្ជាប់ឬក៏អ្នកគ្នាអាចចំណាំជារូបភាពទៅអ្នកគ្នាបានរូប3អ្នកគ្នាអញ្ចឹងអ្នកគ្នាចុចលើនឹងមកបាទអូខេអ្នកគ្នាចុចលើនឹងមកអញ្ចឹងយើងចាំតិចមកអ្នកទាំងអស់គ្នាបាទអូខេអញ្ចឹងបន្តទៀតអ្នកគ្នាអូសចុះក្រោមមកបាទអ្នកគ្នានឹងឃើញកន្លែងហ្នឹងគឺមានកម្មវិធីឬក៏ website ជាច្រើនដែលបានភ្ជាប់ជាមួយនឹងទូ Gmail របស់យើងនឹងបើបងប្អូនគិតថាមើលទៅថា website ឬក៏កម្មវិធីណាមួយដែលអ្នកគ្នាមិនធ្លាប់ស្គាល់ឬក៏អ្នកគ្នាមិនទុកចិត្តណាអ្នកគ្នាអាចធ្វើការលុបវាបានដោយកុំឲ្យវាមានបញ្ហាដល់ Gmail របស់យើងណាអូខេអញ្ចឹងអ្នកគ្នាចុចលើនឹងមកឧទាហរណ៍ខ្ញុំចង់លុបជាមួយនឹងកម្មវិធីណាមួយដូចជាកម្មវិធីនេះ vidIQ នេះឧទាហរណ៍ខ្ញុំចង់លុបវាចេញហ្នឹងហើយដោយសារតែខ្ញុំអត់ចង់ប្រើប្រាស់វាទៀតទេអញ្ចឹងណាឬក៏ខ្ញុំអត់ស្គាល់ប្រភពអីចឹងទៅហ្នឹងហើយអ្នកគ្នាកុំភ្លេចឧស្សាហ៍ឆែកមើលផងជាវាងប៉ះជាមួយនឹងកម្មវិធី scam អីចឹងណាហ្នឹងហើយអ្នកគ្នាចុចលើនឹងទៅហ្នឹងហើយចុចលុបទាំងអស់មកបន្តទៀតអ្នកគ្នាចុចបញ្ជាក់មកបាទអ្នកគ្នាចុចបញ្ជាក់មកអូខេអញ្ចឹងយើងរងចាំតិចមកយើងពុំមកការអូខេអញ្ចឹងនៅពេលដែលយើងចុចលុបហើយគឺកម្មវិធីហ្នឹងគឺបានបាត់ហើយអ្នកគ្នាបានបាត់នៅលើ Gmail របស់យើងហើយគឺវាអត់មានភ្ជាប់នៅលើ Gmail របស់យើងទៀតទេអញ្ចឹងអ្នកគ្នាអាចធ្វើការឆែកមើលផង Gmail អ្នកគ្នាប្រើប្រាស់រាល់ថ្ងៃតិចបានភ្ជាប់ជាមួយនឹងកម្មវិធីឬក៏ website ណាផ្សេងបន្ថែមទៀតទៅអញ្ចឹងពីលើការឆែកមើលគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាបើសិនជាអ្នកគ្នាមានចង្អុលអីបន្ថែមទៀតអ្នកគ្នាអាច comment នៅខាងក្រោមនៅវីដេអូនឹងបន្ថែមបានខ្ញុំចេះអីខ្ញុំនឹងអាប់ដេតឲ្យអ្នកគ្នា